ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់កំឡូតផ្លាតូឬក៏គេហៅថាឡាងគ្រីដែលជាកន្លែងលាក់ខ្លួនមួយនៅខេត្តកោះកុងកម្រមានភ្ញៀវទេសចរបានទៅដល់ជាដំបូងយើងត្រូវធ្វើដំណើរចេញពីភ្នំពេញកាត់ខ្សែអំបិលរហូតទៅដល់ឃុំដងពេងហើយនៅទីនោះក៏មានសេវាសហគមន៍ដូចជាគោយន្តកាយជូនឡើងភ្នំម្ហូបអាហារមន្ទានិងផ្សេងទៀតដែលយើងអាចប្រាប់ពួកគាត់មុនបានតែគោយន្តគឺពិបាកគួរសមអ្នកទាំងអស់គ្នាកន្លែងខ្លះយើងត្រូវចុះដើរកន្លែងខ្លះយើងត្រូវជួយរុញហើយរយៈពេលដែលយើងធ្វើដំណើរពីសហគមន៍ទៅដល់ជើងភ្នំប្រើរយៈពេលប្រហែលជាខ្ទង់2ម៉ោងខ្ញុំសង្កេតឃើញថាតាមផ្លូវដែលយើងទៅហ្នឹងសម្បូរដើមបប្រក់តាមដើមឈើហើយនឹងប្រម៉ោយដំរីអូគឺសម្បូរមែនតើអ្នកទាំងអស់គ្នាតាមផ្លូវតបពីធ្វើដំណើរតាមគោយន្តអស់ពេល2ម៉ោងយើងឆ្លងកាត់កន្លែងពិបាកផងជួយរុញគ្នាផងយើងក៏មកដល់ជើងភ្នំរៀបចំអវ៉ាន់និងរៀបចំបាយទឹកហូបដើម្បីយកកម្លាំងឡើងភ្នំហើយបាយនឹងដែរគឺខ្ញុំបានប្រើសេវាកម្មខាងបងសហគមន៍កំងគាត់ឲ្យគាត់ជួយរៀបចំបាយម្ហូបឲ្យខ្ញុំសម្រាប់ឡើងភ្នំហើយនឹងកាយ5នាក់ហើយអ្នកទាំងអស់គ្នាមកអាចរកពួកគាត់បាននេះជាលេខទូរស័ព្ទពូម៉ៅនៅខាងសហគមន៍ឡាងគ្រីហ្នឹងតាក់តងគាត់ទៅកំងគាត់មុនបានបន្ទាប់ពីហូបបាយហើយយើងរៀបចំអវ៉ាន់ឡើងភ្នំតែម្ដងហើយអាឡើងភ្នំហ្នឹងកន្លែងស្រួលចេះខ្ញុំមិនបាច់ឲ្យអ្នកទាំងអស់គ្នាមើលនេះមើលកន្លែងពិបាកហ្មងលឿនគេគ្រប់គ្នាថតតែកន្លែងស្រួលឯងខ្ញុំអត់ទេថតតែកន្លែងពិបាកឲ្យអ្នកទាំងអស់គ្នាមើលឯងអញ្ចឹងកន្លែងពិបាកវាមាន3 4កន្លែងដែរមិនអត់ទេយើងដើរស្រួលប្រហែលជា1ម៉ោងហើយមកដល់ដំណាក់កាលនេះគឺចិត្តដល់លើហើយចាយពេលប្រហែលជា1ម៉ោងកន្លះអីហ្នឹងយើងដើរប្រហែលជា1ម៉ោងកន្លះទៅ2ម៉ោងហ្នឹងទៅដល់លើភ្នំហើយអ្នកណាដើរលឿន1ម៉ោងកន្លះទៅអ្នកណាដើរយូរ2ម៉ោងទៅតាមជាក់ស្ដែងណាបន្ទាប់ពីចាយពេលដើរប្រហែលជាខ្ទង់2ម៉ោងយើងក៏បានមកដល់ខាងលើឡាងគ្រីហើយអញ្ចឹងកន្លែងនេះជាកន្លែងបោះតង់យើងហ្មងហើយក៏ជាកន្លែងសម្រាប់របស់យើងនៅនឹងដែរបន្ទាប់ពីបោះតង់ហើយគឺខ្ញុំថតទេសភាពឲ្យអ្នកទាំងអស់គ្នាមើលជុំវិញនឹងថាអូទេសភាពមិនដែរហើយនេះគឺកន្លែងពួកខ្ញុំបោះតង់ហើយនឹងមានចងដបោការពារភ្លៀងការពារអីព្រោះដោយសារខែនេះជាខែវស្សាប្រហែលអត់បានតែប្រហែលភ្លៀងអីហើយក៏ដល់ពេលល្ងាចចឹងទៅយើងអង្គុយលេងមើលទេសភាព enjoy បន្ទាប់ពីហត់អីចឹងណាអស់កម្លាំងអីចឹងទៅហើយបន្ទាប់ពីល្ងាចមិនយើងធ្វើមហូបហូបមិនយប់ត្រូវហ៎ហ្នឹងហើយយប់អីដែលមិនអាចខ្វះបានហ្នឹងគឺការជួបជុំគ្នាផឹកស៊ីជជែកគ្នាលេងនិយាយទៅណាដើរព្រៃគឺមិនអាចខ្វះទេមិននិយាយថាអូអត់ទៅដើរព្រៃតែផឹកស៊ីអត់ទេគឺការជួបជុំគ្នាជជែកគ្នាលេងនេះហើយសប្បាយសម្រាប់ខ្ញុំអត់ចូលចិត្តផឹកស្រាទេតែចូលចិត្តអារម្មណ៍នៅពេលផឹកស្រាជជែកគ្នាលេងសើចសប្បាយមើលតែទឹកមុខពួកគាត់ទៅដឹងហើយគឺសើចសប្បាយញញឹមទាំងអស់គ្នាសប្បាយហើយបន្ទាប់ពីយប់ហើយយើងគេងហើយគឺព្រឹកហើយបន្ទាប់ពីព្រឹកគឺយើងក្រោកមកមើលទេសភាពទៀតហើយដើរលេងគឺអញ្ចឹងហើយព្រឹកនឹងដែរទេសភាពស្អាតសាហាវណាស់អ្នកទាំងអស់គ្នាខ្ញុំអត់ដែរដឹងថាឡាងគ្រាមានទេសភាពស្អាតដល់ថ្នាក់ហ្នឹងឯងមើលតែខ្ញុំអង្គុយឲ្យដឹងហើយដូចអង្គុយនៅលើពពកអញ្ចឹងអូយពពកធ្លាក់មកហើយថ្ងៃចាំងចូលពពកទៀតខ្ញុំនិយាយមែនណាស្អាតណាកម្របានឃើញខ្ញុំរីកមិនឲ្យអ្នកទាំងអស់គ្នាគួរតែមកស្គាល់ម្ដងនៅឡាងគ្រីជាពិសេសគឺពេលព្រឹកមកអង្គុយមើលពពកនៅនឹងមកតបពីអាហារពេលព្រឹកហើយយើងក៏បបួលគ្នាមកលេងល្បែងប្រជាប្រិយដូចជាទៀងលេនអីជាដើមអញ្ចឹងណាឡូតូអីអញ្ចឹងទៅ10កត់33ដាក់ឲ្យម្ដង33 63 77ដល់បន្ទាប់ពីលេងឡូតូហើយយើងបានវិចបាយនាំគ្នាទៅលេងទឹកជ្រោះគឺដូចកាត់តមកផ្លែតសោះមកដល់ពាក់កណ្ដាលផ្លូវហើយចម្ងាយផ្លូវពីកន្លែងយើងគេងទៅទឹកជ្រោះហ្នឹងប្រើពេលប្រហែលជា40នាទីនឹងទៅដល់ហើយទឹកជ្រោះដែលយើងទៅនឹងដែរគឺមានឈ្មោះថាទឹកជ្រោះពីមទឹកមុជចឹងអ្នកទាំងអស់គ្នាទៅលេងឡាងគ្រីអាចប្រាប់ខាងសហគមន៍ថាបងអាចជូនខ្ញុំទៅលេងទឹកជ្រោះពីមទឹកមួយបានអត់គាត់នឹងជូនទៅហើយខ្ញុំបន្ទាប់ពីលេងទឹកជ្រោះនៅក្រោមនឹងហើយថតរូបហើយខ្ញុំក៏ឡើងមកខាងលើទឹកជ្រោះមកជុំគ្នាញ៉ាំបាយអូញ៉ាំបាយជុំគ្នានៅទឹកជ្រោះអែមមែនតើនៅខាងលើហ្នឹងណារសជាតិនិយាយថាมันអាចបំភ្លេចបានហ្មងសម្រាប់ខ្ញុំម្ហូបអ្នកដើរព្រៃមានតែប៉ុណ្្នឹងត្រីងៀតសាច់ក្រកប្រហុកផ្អកអីចឹងទៅហើយបន្ទាប់ពីហូបបាយហើយខ្ញុំមកលោតទឹកនិយាយថាកន្លែងនេះចិត្តកន្លែងយើងញ៉ាំបាយហ្នឹងអាចមកលោតទឹកនិយាយពីជម្រៅទឹកវិញធំធុងខ្ញុំណាអ្នកទាំងអស់គ្នាជម្រៅទឹកហើយមានទឹកជ្រោះទៀតនៅហ្នឹងហើយអាប៉ែកនេះគឺបានជាប់ទៀកនឹងជាប់ពីកាមកហើយទៀកឡើងកំម៉ាប់ប៉ុណ្ណាណីខ្ជូតហ៎ខ្ជូតចុងក្រោយវីដេអូបានដល់ទីបញ្ចប់ហើយសូមអរគុណទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមមកដល់ចប់អរគុណជួបគ្នាវីដេអូបន្តទៀត